20 ឆ្នាំហើយដែលកម្ពុជាមានច្បាប់ស្តីពីអន្តោប្រវេសន៍ប៉ុន្តែការអនុវត្តច្បាប់នេះមានកម្រិតនៅឡើយជនអន្តោប្រវេសន៍ជាច្រើនជាពិសេសវៀតណាមបានមករស់នៅកម្ពុជាទាំងស្របច្បាប់និងមិនស្របច្បាប់តាំងពីឆ្នាំ 1979 ក្រោយការផ្ដួលរំលំរបបខ្មែរក្រហមតាំងពីពេលនោះមកពលរដ្ឋខ្មែរអង្គការសង្គមស៊ីវិលនិងគណៈបកប្រឆាំងបានស្ដីបន្ទោសនិងរិះគន់ចំចំពោះប្រមុខរដ្ឋាភិបាលថាបានបណ្ដោយនិងមិនអើពើចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះថ្មីនេះរដ្ឋាភិបាលថៃគ្រប់គ្រងដោយរបបយោធាបានអនុវត្តច្បាប់អន្តោប្រវេសន៍ដោយបោះសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីប្រទេសថៃក្នុងនោះទាហានថៃក៏បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់រាប់ម៉ឺននាក់ត្រឡប់មកកម្ពុជាវិញដែរតើកម្ពុជាអាចអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពដោយប្រទេសថៃបានដែរឬទេបាននាងទេពសារាវីមានបទវិភាគមួយអំពីរឿងនេះការបោះសម្អាតជនអន្តោប្រវេសន៍ខុសច្បាប់នៅប្រទេសថៃកំពុងតែបង្រៀនឲ្យរដ្ឋាភិបាលកម្ពុជាដឹងថាគ្មានជនបរទេសណាម្នាក់អាចរស់នៅខុសច្បាប់នៅកម្ពុជាបានទេរដ្ឋាភិបាលកម្ពុជាដែលមានកាតព្វកិច្ចអនុវត្តច្បាប់ត្រូវតែធ្វើយ៉ាងណាគ្រប់គ្រងជនបរទេសដែលកំពុងរស់នៅកម្ពុជាឲ្យបានតាមរយៈច្បាប់អន្តោប្រវេសន៍និងច្បាប់សញ្ជាតិស្ថិតិរបស់ក្រសួងមហាផ្ទៃក្រោមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិឆ្នាំ 2010 រកឃើញថាអន្តោប្រវេសន៍វៀតណាមមានប្រហែលជិត 10,000 នាក់នៅទូទាំងប្រទេសនេះមិនរាប់ទាំងជនអន្តោប្រវេសន៍ដទៃទៀតផងប៉ុន្តែការស្រាវជ្រាវជាក់ស្ដែងរបស់អ្នកវិភាគខ្លះទៀតរកឃើញថាចំនួនជនអន្តោប្រវេសន៍វៀតណាមមានចំនួនច្រើនជាងនេះដោយសារតែរយៈពេលជិត10ឆ្នាំចុងក្រោយរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយផ្ដោតដីសម្បត្តិសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុននៅជាប់ព្រំដែនវៀតណាមនៅក្នុងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីហើយជនអន្តោប្រវេសន៍វៀតណាមបានសម្រុកចូលមកកម្ពុជាកើនឡើងទ្វេដងអ្នកច្បាប់និងអ្នកវិភាគខ្លះលើកឡើងថាកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍និងច្បាប់សញ្ជាតិដោយប្រមូលជនអន្តោប្រវេសន៍ទាំងអស់ពិសេសជនអន្តោប្រវេសន៍វៀតណាមឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញប្រកបដោយសន្តិវិធីនិងការគោរពសិទ្ធិមនុស្សពេញលេញតាមច្បាប់រដ្ឋធម្មនុញ្ញនិងកតិកសញ្ញាស្តីអំពីសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជាអាចមានជំរឿសល្អនិងអាចធ្វើតាមជំហាននៅក្នុងការសម្អាតជនអន្តោប្រវេសន៍បានល្អជាងប្រទេសថៃដែលកំពុងតែបោះសម្អាតជនអន្តោប្រវេសន៍យ៉ាងគំហុកដោយមិនគិតគូរអនុវត្តពីការគោរពសិទ្ធិមនុស្សអ្នកវិភាគសង្គមគិតថារដ្ឋាភិបាលអាចបោះសម្អាតជនអន្តោប្រវេសន៍បានគឺទី1តាមរយៈការអញ្ជើញរដ្ឋាភិបាលវៀតណាមមកទទួលជនអន្តោប្រវេសន៍របស់ខ្លួនទៅវិញទី2ប្រសិនបើជនអន្តោប្រវេសន៍វៀតណាមមករស់នៅកម្ពុជាដើម្បីគេចវេសពីបញ្ហានយោបាយនៅប្រទេសវៀតណាមនោះរដ្ឋាភិបាលកម្ពុជាត្រូវមានជំរុំឲ្យពួកគេរស់នៅបណ្ដោះអាសន្នដើម្បីអាចស្វែងរកសិទ្ធិជ្រកកោនទៅរស់នៅប្រទេសទី3ទី3កម្ពុជាត្រូវដាក់ទោសទណ្ឌចំពោះជនអន្តោប្រវេសន៍ណាដែលរស់នៅកម្ពុជាខុសច្បាប់តាមច្បាប់អន្តោប្រវេសន៍និងទី4ចំពោះជនអន្តោប្រវេសន៍ដែលរស់នៅកម្ពុជាយូរយារមកហើយនោះអាចឲ្យពួកគេស្នើសុំចូលសញ្ជាតិដោយត្រូវអនុវត្តច្បាប់សញ្ជាតិគ្រប់ចំណុចដែលមានចែងប៉ុន្តែអ្វីជាចំណោទនោះថាតើរដ្ឋាភិបាលកម្ពុជាមានឆន្ទៈបោសសម្អាតជនអន្តោប្រវេសន៍ទាំងនោះដែរឬទេតាមមើលទៅរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានៅពេលនេះទំនងចិត្តមិនសឿងបោសសម្អាតជនអន្តោប្រវេសន៍នោះទេនរណាក៏ដឹងដែរថាមុននឹងបានថ្ងៃរំដោះ7មករាឆ្នាំ 1979 មានការជួយជ្រោមជ្រែងសម្បើមណាស់ពីប្រទេសវៀតណាមទំនងជាគុណបំណាច់នេះហើយមើលទៅដែលមិនអាចឲ្យប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនចង់លេចឈ្មោះជាមនុស្សរមើលគុណនិងមិនហ៊ានអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានពេញលេញមួយទៀតជនអន្តោប្រវេសន៍វៀតណាមខ្លះមិនទាំងចេះនិយាយភាសាខ្មែរច្បាស់ស្រួលបួលផងប៉ុន្តែមានកាន់អត្តសញ្ញាណប័ណ្ណខ្មែរមានសៀវភៅគ្រួសារនិងបានបោះឆ្នោតយកទៅបោះឆ្នោតរួមផ្សំនឹងអំពើពុករលួយរ៉ាំរ៉ៃក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណការអនុវត្តច្បាប់អន្តោប្រវេសន៍ធូររលុងកង្វះការត្រួតពិនិត្យនៃការអនុវត្តច្បាប់កង្វះបច្ចេកទេសត្រួតពិនិត្យនិងកង្វះធនធានមនុស្សទំនងជាលំហូរនៃជនអន្តោប្រវេសន៍អាចមានកើនឡើងបន្ថែមទៀតតាមមើលទៅរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបកប្រជាជនកម្ពុជាទំនងជាគ្មានឆន្ទៈបោសសម្អាតជនអន្តោប្រវេសន៍ចេញពីប្រទេសបានទេនៅបរិបទនេះពេលនោះដោយពាក្យដំណាលតគ្នាតែម្ដងថាទល់ដែនដាច់ខ្សែខ្មែរស្ទើរដាច់ពូជនាងខ្ញុំទេពសុរាវីវិទ្យុអស៊ីសេរីភ្នំ